មានផ្កាកណ្ដាស់មួយដើមទំហំប៉ុណ្ណឹងដើមដៃកម្ពស់ជាង6 តឹកខ្ញុំសាំវាទុកចោលកន្លះខែហើយថ្ងៃនេះនឹកឃើញថាបើសិនជាមួយដើមធំហ្នឹងហើយវាបែកមែកមកចេញបាន4-5 ពណ៌ប្រហែលជាស្អាតមួយយ៉ាងដែរដំបងអាមកកង់ចេញហើយមើលទៅសាច់ដើមមកនៅសើមយើងអាចធ្វើបានចាត់ទឹកមេជីចូលពី3តំណក់ហើយដាក់កង់ដែលអាមិញហ្នឹងត្រាំវាទុក4-10 នាទីទៅរួចយកទៅដោតដីសង្ឃឹមរស់ដល់ 90% ព្រោះឲ្យទឹកមេជីយើងល្អហើយខ្ញុំអត់បោះចោលវាទេស្ដាយបងប្អូនឃើញសភាពដើមផ្កាកណ្ដាស់របស់យើងវានៅសើមល្អណាស់អញ្ចឹងយើងឈូសមុខវាឲ្យរលោងកុំឲ្យមានគ្រើមបន្ទាប់មកវះមុខវា4-5 កាបិតទៅមើលតាមទំហំដើមហើយជម្រៅវិញគឺប្រហែលជាចិត្តមួយថ្នាំងដៃទៅបានហើយបងប្អូនមើលទៅថាស្រឡាញ់ពណ៌មួយណាគឺកាត់យកមកហើយយើងកាត់ស្លឹកកាត់ផ្កាវាចោលផងណាបន្ទាប់មកយើងឈូសដើមវាគឺយើងឈូសទាំងសងខាងគឺឈូសយកឲ្យស្ដើងដូចដែលខ្ញុំបង្ហាញនេះអញ្ចឹងជម្រៅដែលយើងឈូសហើយនឹងមុខកាបិតដែលយើងវះដើមមិញហ្នឹងឲ្យវាស៊ីមេទ្រីគ្នាមកគឺកុំឲ្យវាខុសគ្នាឆ្ងាយពេកដើម្បីយើងងាយស្រួលដោតតុងផ្កាចូលបងប្អូនរុញចូលកលៈហ្នឹងឲ្យតឹងឲ្យណែនបើសិនជាមុខវារាងវែងអញ្ចឹងយើងដោតចូល2 តោងក៏បានដែរបន្ទាប់មកទៀតគឺយើងរុំស្កុតគឺយើងរុំទៅលើមុខរបស់វាហ្នឹងផ្អឹបចូលគ្នាឲ្យនៅសល់ប្រឡោះទូចបានហើយតាមដែលអាចធ្វើបានណាគឺទាញស្កុតឲ្យតឹងច្រកថងហើយចងខ្សែឲ្យជិតកុំឲ្យមានខ្យល់ចូលនៅលើថងបងប្អូនអាចសរសេរចំណាំបានថាពណ៌អីខ្លះដើម្បីជៀសវាងថ្ងៃក្រោយបងប្អូនភ្លេចពណ៌